មូលហេតុចម្បង3ចំណុចដែលបង្កឲ្យមនុស្សយើងមានបញ្ហាសុខភាពទូទៅច្រើនមែនទែនដូចជាមានបញ្ហាបេះដូងមានបញ្ហាជំងឺទឹកនោមផ្អែមបញ្ហាសម្ពាធឈាមបញ្ហា stress ឬក៏ធ្វើឲ្យមនុស្សយើងនឹងចាស់ជាងវ័យហើយបងប្អូនចង់ដឹងថាតើមូលហេតុចម្បង3នឹងមានអីខ្លះកុំរំលងឃ្លីបវីដេអូមួយនេះចូលស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាកត្តាទី1ដែលធ្វើឲ្យបងប្អូនមានបញ្ហាសុខភាពទូទៅច្រើនបើបងជាមួយនឹងការដែលបងប្អូនញ៉ាំស្ករលើសចំណុះរាងកាយរបស់មនុស្សយើងតែកាលណាបងប្អូនញ៉ាំស្ករលើសចំណុះវាបង្កឲ្យបងប្អូនមានបញ្ហាបើបងជាមួយនឹងសុខភាពហើយរាងកាយបងប្អូនមានបញ្ហាប្រឈមជាមួយនឹងការរលាយកោសិកាហើយអ្វីដែលមានបញ្ហាប្រឈមខ្លាំងជាងគេគឺការដែលកើតជំងឺទឹកនោមផ្អែមនឹងឯងកត្តាទី2គឺការដែលបងប្អូនទទួលទានអាហារដែលមានជាតិម្សៅច្រើនប្រភេទកាបូនអ៊ីដ្រាតមិនថាបាយមីគុយទាវនំប៉័ងអីទេតែកាលណាបងប្អូនញ៉ាំលើសចំណុះក៏វាបង្កឲ្យបងប្អូននឹងមានបញ្ហាសុខភាពដូចគ្នាហើយទី3ចុងក្រោយពាក់ព័ន្ធជាមួយនឹងអាហារកែច្នៃគ្រប់ប្រភេទជាពិសេសគឺពាក់ព័ន្ធជាមួយនឹងភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមនេះហ្នឹងបើសិនជាបងប្អូនទទួលទានរបស់ទាំងអស់នោះចូលច្រើនវាបង្កឲ្យបងប្អូនមានបញ្ហាប្រឈមសុខភាពធ្ងន់ធ្ងរខ្លាំងមែនទែនព្រោះនៅក្នុងអាហារកែច្នៃសម្បូរទៅដោយខ្លាញ់អាក្រក់សម្បូរទៅដោយជាតិស្ករឬក៏សម្បូរទៅដោយជាតិអំបិលឬក៏ពពុះសូដ្យូមហ្នឹងដែលវាបង្កគ្រោះថ្នាក់ខ្លាំងមែនទែនទៅលើបញ្ហាសុខភាពកត្តាទាំង3នេះគឺជាកត្តាមួយដែលចម្បងខ្លាំងមែនទែនបើសិនជាមនុស្សយើងប្រព្រឹត្តរាល់ថ្ងៃឬក៏ញឹកញាប់វាអាចបង្កឲ្យបងប្អូនមានបញ្ហាធ្ងន់ធ្ងរខ្លាំងមែនទែនទៅលើសុខភាពនៅថ្ងៃខាងមុខដូច្នេះហើយបើសិនជាបងប្អូនស្រឡាញ់សុខភាពស្រឡាញ់រាងកាយកុំភ្លេចកាត់បន្ថយនៅប្រភេទអាហារទាំង3មុខហ្នឹងហើយកុំភ្លេចជួយ share ចែកលើវីដេអូហ្នឹងម្នាក់មួយផង